ខ្មែរជាពូជអ្នកជាកម្ពុជាស្រឡាញ់សន្តិភាពតែជាអកុសលយើងបែរជាមានប្រទេសជិតខាងដែលមានប្រជាជនពិសេសថ្នាក់ដឹកនាំដែលមានសន្តានជាចៅហារយស្រេកឃ្លានចង់បានទឹកដីគេឯងដោយគ្មានការខ្មាស់អៀនអ្វីបន្តិចសោះក្រោយសង្គ្រាមព្រំដែនខ្មែរថៃរយៈពេល5ថ្ងៃត្រូវបានបិទបញ្ចប់បន្ទាប់ពីមានបទឈប់បាញ់ដែលរកបានដោយកម្រនិងបន្តរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលមានម៉ាឡេស៊ីជាអ្នករៀបចំនិងចូលរួមដឹងឮដោយប្រធានាធិបតីអាមេរិកលោក Donald Trump និងបានចុះហត្ថលេខារួមគ្នានៅលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីសហគមន៍អន្តរជាតិពិសេសប្រជាជនខ្មែរទូទៅនគរមានការត្រេកអរជាពន់ពេកដោយគិតថាអ្វីៗនឹងវិលទៅរកសភាពដើមវិញកាន់តែឆាប់កាន់តែល្អដោយការពីមិនទាន់មានផ្ទុះសង្គ្រាមព្រោះតែពួកយើងមិនចង់បានសង្គ្រាមទេយើងចង់បានសន្តិភាពដើម្បីឲ្យពួកយើងអាចរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាផ្ទុយទៅវិញបទឈប់បាញ់ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពដែលជាក្តីសង្ឃឹមមួយរបស់ពួកយើងដើម្បីឈានទៅរកការបិទបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃមួយនេះទីបំផុតត្រូវរលាយខ្ទេចដោយអាចកូឡានកិនក្រោមស្នាដៃរបស់មេដឹកនាំរដ្ឋាភិបាលនិងពួកយោធាចៅសៀមដែលនរណាក៏ដឹងដែរថាពួកអស់នេះសុទ្ធតែរស់ក្រោមឥទ្ធិពលរបស់បុគ្គលម្នាក់ដែលបញ្ជាឲ្យឆ្វេងគឺឆ្វេងស្ដាំគឺស្ដាំនោះគឺស្ដេចរាមាទី10របស់ថៃនឹងឯងប្រទេសរាជានិយមផ្ដាច់ការមួយនេះលែងស្គាល់អ្វីទៅហៅថាការគោរពសិទ្ធិមនុស្សអ្វីទៅជាច្បាប់អន្តរជាតិអស់ហើយដើម្បីតែបំរើដល់មហិច្ឆតាស្រេកឃ្លានអំណាចនិងការចង់រស់រានតែឯងនិងឲ្យតម្លៃតែជាតិសាសន៍ឯងពួកនេះហ៊ានធ្វើអំពើស្មោកគ្រោកគ្រប់បែបយ៉ាងទាំងអស់មកលើប្រទេសជិតខាងខ្លួនពោលគឺកម្ពុជាយើងតែម្ដងគូបញ្ជាក់ថាថៃបានលើកយកករណីផ្ទុះមានធ្វើជាលេសដើម្បីឈប់គោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានិងបណ្ដោះលែងទានខ្មែរទាំង18នាក់នោះទេជាមួយគ្នានេះនាយករដ្ឋមន្ត្រីថៃលោកអនុធាន ឆាន់វីរ៉ាខុនបានប្រកាសថាសន្តិភាពរវាងកម្ពុជានិងថៃបានបញ្ចប់ហើយនិងថាថៃនឹងសម្រេចចិត្តដោយខ្លួនឯងក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនមិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីថៃរូបនេះថែមទាំងបានប្រកាសក្តែងយ៉ាងដូចនេះថាប្រទេសថៃនឹងឈប់រកស៊ីជាមួយសហរដ្ឋអាមេរិកបើអាមេរិកហ៊ានយកពន្ធមកគំរាមរឿងព្រំដែនជាមួយកម្ពុជាក្រោយបានលើនាយករដ្ឋមន្ត្រីហេងស៊ុយរបស់ថៃចេញវាចាបែបក៏ឃ្លឿនបែបនេះចំពោះមេដឹកនាំមហាអំណាចផុតលេខអាមេរិកលោក Donald Trump អតីតឧបការីក្រសួងការបរទេសថៃលោក Ruth Chalichandra បានរិះគន់លោកអនុធីនចំពោះការថ្លែងនិងបង្កចំនួនលើវិធានការពន្ធរបស់អាមេរិកដោយលោកលើកឡើងថាសម្ដីបែបនេះប្រថុយនឹងការធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តដ៏សំខាន់ហើយអាចផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជាទៅវិញលោក Ruth Chalichandra បាននិយាយថាសម្ដីលោកអនុធីនអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃអាមេរិកហើយអាចជួយពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយទីក្រុង Washington ដោយអចេតនាលោករៀបរាប់ថាភាគីដែលនឹងទទួលផលប្រយោជន៍ច្រើនជាងគេពីសម្ដីទាំងនេះគឺកម្ពុជាវាធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តមហាអំណាចពិភពលោកហើយជំរុញកម្ពុជាឲ្យកាន់តែគៀកជាមួយនឹងសហរដ្ឋអាមេរិកលោកបានប្រមានផងដែរថាប្រជាជនថៃអាចប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចប្រសិនបើសហរដ្ឋអាមេរិកឆ្លើយតបដោយសកម្មភាពពន្ធសងសឹកលោកចោទសួរថាតើនាយករដ្ឋមន្ត្រីត្រៀមខ្លួនទទួលខុសត្រូវឬទេប្រសិនបើជីវភាពរបស់ប្រជាជនរងផលប៉ះពាល់ក្រោយការប្រកាសបែបនេះរបស់នាយករដ្ឋមន្ត្រីថៃមិនទាន់ទាំងបានប៉ុន្មានផងស្រាប់តែនៅវេលាម៉ោង 3:50 នាទីរសៀលថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ទាហានថៃបានបើកការបាញ់ប្រហារលើពលរដ្ឋខ្មែរក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យមានអ្នករបួសសរុបចំនួន3នាក់និងស្លាប់1នាក់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យនេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជាយ៉ាងណាកម្ពុជានឹងមិននៅស្ងៀមឡើយដោយត្រូវអូសកថៃឲ្យមកទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានយ៉ាងកំរោលបែបនេះបន្ទាប់ពីទាហានថៃបើកការបាញ់រះនៅថ្ងៃទី12វិច្ឆិកាមកពលរដ្ឋនៅតំបន់ភូមិព្រៃច័ន្ទប្រមាណ300គ្រួសារបានភៀសខ្លួនចេញពីលំនៅឋានទៅកាន់ទីតាំងមានសុវត្ថិភាពវាពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់កម្ពុជាពិសេសពលរដ្ឋខ្មែរស្លូតត្រង់រស់នៅតាមតំបន់ព្រំដែនដែលត្រូវបានចោរសៀមឈ្លានពាន
និងបើកការបាញ់ប្រហារមកលើទាំងដែលពួកគាត់ជាជនស៊ីវិលគ្មានអាវុធនៅក្នុងដៃយ៉ាងណាក៏ដោយភាគីកម្ពុជានៅតែព្យាយាមដោះស្រាយវិវាទព្រំដែននេះដោយសន្តិវិធីនិងធ្វើយ៉ាងណាបញ្ជៀសឲ្យបានការប្រើប្រាស់អាវុធដើម្បីតបតទៅពួកគេវិញព្រោះយើងមិនចង់ឲ្យមានរឿងរ៉ាវកាន់តែធំម្យ៉ាងយើងក៏ដឹងហើយថាភាគីថៃកំពុងប្រើល្បិចបញ្ឆោតយើងឲ្យតបតដើម្បីឲ្យគេមានឱកាសបើកការឈ្លានពានទ្រង់ទ្រាយធំមកលើយើងសាជាថ្មីដែលអាចឈានដល់ការបាត់បង់អាយុជីវិតមនុស្សកាន់តែច្រើនជាមួយគ្នានេះប្រមុខរដ្ឋាភិបាលកម្ពុជាក៏មិននៅស្ងៀមដែរជុំវិញបញ្ហានេះដោយកាលពីវេលាយប់ថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកដូណាល់ត្រាំប្រធានាធិបតីនៃសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដោយសម្ដេចក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីត្រាំដែលបានផ្ដួចផ្ដើមនិងសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជាថៃកន្លងមកនិងសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃជាការឆ្លើយតបលោកប្រធានាធិបតីត្រាំបានគូបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថាលោកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃដោយលោកនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ដើម្បីធានាមិនឲ្យមានការផ្ទុះអាវុធឡើងវិញសាជាថ្មីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនោះទេកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមគោលការណ៍និងយន្តការដែលបានឯកភាពគ្នាកន្លងមកដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរដោយយើងបានដឹងរួចមកហើយថាខ្មែរជាពូជអ្នកជាកម្ពុជាស្រឡាញ់សន្តិភាពយើងមិនចង់បានសង្គ្រាមទេហើយអាវុធដ៏សំខាន់មួយរបស់ពួកយើងដើម្បីយកឈ្នះចោលសៀមដោយសន្តិវិធីនោះគឺភាពត្រឹមត្រូវរបស់យើងដោយយើងប្រកាន់គោលការណ៍មួយគឺយើងមិនឈ្លានពានគេមុនជាដាច់ខាតហើយរាល់ការឆ្លើយតបណាមួយមិនថាតាមរយៈការទូតឬការប្រើអាវុធនោះទេគឺគ្រាន់តែដើម្បីការពារខ្លួននិងការពារភាពត្រឹមត្រូវរបស់យើងតែប៉ុណ្ណោះយ៉ាងណាការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធីរបស់យើងពិតជាមិនអត់ប្រយោជន៍នោះទេការពិតនៅតែជាការពិតទោះបីគេប្រឹងបំភ្លៃប្រឹងលាក់បាំងយ៉ាងណាតែគេមិនអាចកែប្រែការពិតបានឡើយគេមិនអាចយកក្រដាសទៅខ្ចប់ភ្លើងបានឡើយហើយគេក៏មិនអាចយកចង្អេរតូចមួយទៅបាំងព្រះអាទិត្យមិនឲ្យបញ្ចេញពន្លឺបាននោះដែរអ្នកណាឈ្លានពានអ្នកណាអន្តរជាតិគេមិនល្ងងទេគេដឹងអស់ហើយពិសេសគឺសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយដែលមានបរិះខ្លាំងដូណាល់ត្រាំជាមេដឹកនាំលោកពិតជាយល់យ៉ាងច្បាស់ក្នុងរឿងនេះហើយអំពើអាក្រក់ដែលចៅសៀមបានធ្វើមកលើកម្ពុជាពេលនេះវាបានហុចផលត្រឡប់ទៅពួកគេវិញជាបណ្ដាហើយជាក់ស្ដែងកាសែតខៅសុតរបស់ថៃបានចេញផ្សាយនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះថាសហរដ្ឋអាមេរិកសម្រេចផ្អាកកិច្ចចរចាពន្ធគយជាមួយថៃរហូតទាល់តែថៃអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលមានប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំធ្វើជាសាក្សីជាមុនសិនដែលនេះវាបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកក៏ទទួលស្គាល់ដែរថាថៃពិតជាបានបំពាននិងជាអ្នកបង្ករឿងជាមួយកម្ពុជាមុនពិសេសគឺបានបំពានបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពដែលមាននាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាផ្ទាល់នៅចំពោះមុខលោកដូណាល់ត្រាំម្ល៉េះហើយក្នុងនាមជាប្រទេសមហាអំណាចទាំងសេដ្ឋកិច្ចនិងយោធាខ្លាំងជាងគេនៅលើលោកពិតណាស់សហរដ្ឋអាមេរិកនឹងមិនអោបដៃឈរមើលនិងបណ្ដោយឲ្យថៃដែលជាកូនប្រទេសកំពុកលោកមួយនៅអាស៊ីឡើងចាងនិងធ្វើអ្វីតាមតែអំពើចិត្តនោះទេគូបញ្ជាក់ថានាយករដ្ឋមន្ត្រីថៃលោកអនុទីនឆាន់វីរ៉ាខុនកាលពីពេលថ្មីៗនេះបានប្រើពាក្យសម្ដីយ៉ាងប្រហើនថានឹងមិនចរចាជាមួយកម្ពុជាជាដាច់ខាតចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជាថៃហើយថែមទាំងអួតថាទោះបីសហរដ្ឋអាមេរិកដំឡើងពន្ធ 100% លើទំនិញថៃក៏លោកមិនខ្លាចដែរប៉ុន្តែពេលនេះអ្នកលេងកំពុងជួបអ្នកមែនហើយដោយរដ្ឋបាលរបស់លោកដូណាល់ត្រាំបានសម្រេចផ្អាកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃដែលបានធ្វើឲ្យនាយករដ្ឋមន្ត្រីដែលនឹងខ្ទាតចេញពីតំណែងក្នុងពេលឆាប់ៗខាងមុខនេះភ័យស្លន់ស្លោនិងបង្កភាពចលាចលពេញប្រទេសយ៉ាងណាក៏ដោយការថ្លែងសាររបស់នាយករដ្ឋមន្ត្រីហេងស៊ុយថៃរូបនេះត្រូវបានគេមើលឃើញថាវាគ្រាន់តែជាការសម្ដែងឲ្យគេឃើញថាខ្លួនជាមនុស្សស្នេហាជាតិនិងស្រឡាញ់ប្រជាជនតែប៉ុណ្ណោះការពិត
គ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់យកការគ្រប់គ្រងពីប្រជាជនល្ងងរបស់ថៃមួយចំនួនតែប៉ុណ្ណោះព្រោះតំណែងជានាយករដ្ឋមន្ត្រីរបស់ខ្លួនជិតចប់ហើយការបោះឆ្នោតក៏នឹងចូលមកដល់ឆាប់នេះដែរអញ្ចឹងហើយទើបបានជាប្រឹងសម្ដែងធ្វើដូចជាខ្លួនមនុស្សខ្លាំងមានសមត្ថភាពហ៊ានប្រឆាំងសូម្បីជាមួយសហរដ្ឋអាមេរិកជាដើមក្រែងពេលបោះឆ្នោតខាងមុខខ្លួនមានអ្នកគ្រប់គ្រងនិងអាចជាប់ជានាយករដ្ឋមន្ត្រីបន្តទៀតតែដឹងអីគ្រាន់តែសម្ដីប៉ុន្មានម៉ាត់សោះវាបានប្រែក្លាយជាការនាំទុកដាក់ខ្លួនដេកមិនលក់បក់មិនលហើយបាយក៏ឆៃលែងឆ្ងាញ់ក្រោយត្រូវមួយដំបងរបស់អាមេរិកនិងជាពិសេសកំពុងតែទទួលនៅការស្ដីបន្ទោសនិងការខឹងសម្បារយ៉ាងខ្លាំងពីប្រជាជនថៃដោយសម្ដីត្រឹមប៉ុន្មានម៉ាត់ដែលពោលចេញពីមាត់ឥតគម្របរបស់ខ្លួនបានធ្វើឲ្យខាតបង់ថវិកាជាតិជាច្រើនពិសេសប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនទូទាំងប្រទេសតាមរយៈការដំឡើងពន្ធពីសហរដ្ឋអាមេរិកសរុបមកភាពក្រអឺតក្រទមរបស់ថៃក្រោមរដ្ឋបាលរបស់លោកអនុទីនចំពោះប្រទេសក្បែរខាងក្នុងតំបន់ពិសេសជាមួយមហាអំណាចពិភពលោកពោលគឺសហរដ្ឋអាមេរិករបស់លោកត្រាំអាចមានផលវិបាកភ្លាមមិនបាច់រងចាំយោងតាមការផ្សាយរបស់សារព័ត៌មានថៃ MCOT នៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះបានឲ្យដឹងថាក្រុមជ្រុលនិយមថៃដែលដឹកនាំដោយលោកភិជិតឆៃមង្គលមេដឹកនាំចលនានិស្សិតនិងប្រជាជនថៃដើម្បីកំណែតម្រង់ប្រទេសថៃ TDOC បាននាំគ្នាប្រមូលផ្ដុំនៅរង្វង់មូលកណ្ដាលខេត្តសុរិន្ទដើម្បីទាមទារឲ្យលោកអនុធីនចុះចេញពីតំណែងដោយសារតែការខឹងសម្បារនិងការអសមត្ថភាពគ្រប់គ្រងប្រទេសរបស់លោកនិងម្យ៉ាងដោយសារតែក្រុមជ្រុលនិយមទាំងនោះខ្លាចថានៅពេលដែលបរទេសលូកដៃនៅក្នុងជម្លោះព្រំដែនរវាងកម្ពុជាថៃនោះថៃនឹងមិនអាចប្លន់បាននៅទឹកដីកម្ពុជាសូម្បីតែបន្តិចទាំងដែលលោកអនុធីនទើបតែឡើងអង្គុយកៅអីនាយករដ្ឋមន្ត្រីមិនទាន់ទាំងក្តៅគូតផងចាំមើលថាតើវាសនាលោកអនុធីននាយករដ្ឋមន្ត្រីមាត់អត់គម្របរូបនេះនឹងទៅជាយ៉ាងណាខណៈថៃកំពុងស្លន់ស្លោគ្រាន់តែអាមេរិកប្រកាសផ្អាកចរចាពន្ធគយជាមួយ